ដំណឹងល្អសម្រាប់បងប្អូនខ្មែរយើងដែលរស់នៅប្រទេសខ្មែរឥឡូវហ្នឹងគឺត្រីខកំប៉ុងជាតិខ្មែរបានមកដល់ទឹកដីសហរដ្ឋអាមេរិកឯណាបងប្អូនដំណឹងពិសេសខ្លាំងមែនទែនពិតជាពិសេសមែនទែននេះគឺជាដំណឹងល្អបំផុតសម្រាប់បងប្អូនកូនខ្មែរយើងចឹងហើយសូមបងប្អូនអរគ្នាជួយ share ដំណឹងដ៏ល្អនេះដល់បងប្អូនខ្មែរយើងនិងបងប្អូននៅសហរដ្ឋអាមេរិកឲ្យបានដឹងថាផលិតផលរបស់កូនខ្មែរនៅប្រទេសខ្មែរឥឡូវហ្នឹងគឺមកដល់ទឹកដីសហរដ្ឋអាមេរិកហើយរដ្ឋ Washington State ចាហើយមិនត្រឹមតែមានត្រីខទឹកស៊ីអ៊ីវទេណាបងប្អូននិយាយទៅខ្ញុំរំភើបខ្លាំងមែនទែនមានតាំងពីបងប្អូនដឹងបីអ្វីដែលដាច់ស្តុបយូរហើយណាបងប្អូននៅសហរដ្ឋអាមេរិកលើគឺថាមកដល់ហើយគឺអង្ករខ្មែរចាអង្ករផ្កាម្លិះបាត់ដំបងមិនត្រឹមតែមានរូបពេទេមកវគ្គក្រោយនោះគឺមានម៉ាក product ច្រើនណាស់មកដល់សហរដ្ឋអាមេរិកគឺអង្ករខ្មែរយើងអញ្ចឹងសូមបងប្អូនជួយគ្រប់គ្រងជួយ share ចែករំលែកឲ្យបានច្រើនដល់បងប្អូនឲ្យគាត់បានដឹងពីព័ត៌មានផលិតផលរបស់បងប្អូនខ្មែរយើងដែលរស់នៅប្រទេសខ្មែរឥឡូវហ្នឹងគឺមកដល់សហរដ្ឋអាមេរិកហើយចាសម្រាប់ខ្ញុំផ្សព្វផ្សាយគឺមានតែម្នាក់ឯងទេមានតែសង្ឃឹមទៅលើបងប្អូនទាំងអស់គ្នាជួយ share តែម្នាក់មួយក៏បានដែរបងប្អូនដើម្បីលើកទឹកចិត្តដល់បងប្អូនខ្មែរយើងគាត់ដឹកតំណែងពីស្រុកខ្មែរមកដល់ប្រទេសអាមេរិកបងប្អូនចាអញ្ចឹងហើយសម្រាប់យើងជាអ្នកអាមេរិកនេះមានតែបងប្អូនខ្មែរដូចគ្នាទេយើងខ្មែរគ្រប់គ្រងខ្មែរជួយទិញផលិតផលខ្មែរយើងទៅដើម្បីឲ្យបងគាត់អ្នកលក់ហ្នឹងគាត់លក់បានចំណេញហើយគាត់លក់ដាច់ហើយគាត់យកផលិតផលខ្មែរយើងយកមកទៀតនិយាយទៅអង្គខ្ញុំសូមសរសើរបងប្អូនខ្មែរយើងស្រស់ដៃមែនទែនតាំងពីបងប្អូនខ្មែរយើងរួមគ្នាពហិការជប់ប្រើអវ៉ាន់ស៊ីមបងប្អូនចាផ្ទះលេខ2ហ្នឹងណាយើងរួមគ្នាទៅនៅសហរដ្ឋអាមេរិកនេះគឺថាបងប្អូនប្រជាពលរដ្ឋខ្មែរមករស់នៅសហរដ្ឋអាមេរិកគឺច្រើនខ្លាំងណាស់បងប្អូនអញ្ចឹងហើយបងប្អូនខ្មែរយើងមករស់នៅប្រទេសអាមេរិកហ្នឹងលៀនអ្នកណាបងប្អូនមិនតិចទេអញ្ចឹងបងប្អូនគិតមើលខ្មែរយើងញ៉ាំបាយដាំចេញពីអង្គររាល់ថ្ងៃក្នុងមួយគ្រួសារសូម្បីតែគ្រួសារខ្ញុំគ្រួសារតូចទេមានតែគ្នា4នាក់ទេមួយខែខ្ញុំញ៉ាំអស់មួយក្រុងចុះបងប្អូនគិតមើលខ្មែររស់នៅក្រៅប្រទេសនេះចូលលៀនអ្នកបងប្អូនគិតមើលអញ្ចឹងក៏លៀនតោនដែរបងប្អូនចាដើម្បីជួយដល់បងប្អូនខ្មែរយើងក្នុងមួយខែចាមួយឆ្នាំនេះគឺបានច្រើនតោនណាស់អញ្ចឹងសូមបងប្អូនយើងជួយ share ចែករំលែកជួយចែកជាព័ត៌មានឲ្យបងប្អូនក្រៅប្រទេសចាឲ្យបានដឹងថាអង្គនៅប្រទេសខ្មែរយើងហើយនឹងរបស់ផលិតផលរបស់កូនខ្មែរយើងមកដល់សហរដ្ឋអាមេរិកច្រើនមុខបងប្អូនជាពិសេសហ្នឹងគឺអង្គឥឡូវនោះគឺក៏លក់ដាច់ខ្លាំងមែនទែនចាហើយបងប្អូនមករកទិញបាននៅតាមបណ្ដាផ្សារ store ខ្មែរបងប្អូនចាដូចខ្ញុំមកហ្នឹងបងប្អូននៅតាមផ្សារ store ខ្មែរនៅរដ្ឋ Washington State នៅ Y Center មានផ្សារខ្មែរទាំងប្រមាណគឺមានអង្គខ្មែរផលិតផលខ្មែរហ្នឹងដាក់លក់នៅក្នុងតាមផ្សារខ្មែរទាំងអស់ដូចជាផ្សារនៅខាងតកមាខាងខ្ញុំក៏ផ្សារខ្មែរដែរចាផ្សារខ្មែរក៏មានផលិតផលខ្មែរអង្គខ្មែរចាទឹកត្រីទឹកស៊ីអ៊ីវច្រើនចាបងប្អូននេះជាដំណឹងល្អសម្រាប់កូនខ្មែរយើងឆ្នាំ2026នេះយើងរួមគ្នាពហិការប្រើផលិតផលផ្ទះលេខ2ចាបងប្អូនចូលរួមប្រើផលិតផលបងប្អូនខ្មែរយើងជាពិសេសខ្ញុំមើលឃើញនេះណែណែមដែលខ្ញុំចូលចិត្តនឹងគឺថាណែមបាត់ដំបងមកដល់អាមេរិកតែបងប្អូនអើយហើយបើដូចខ្ញុំមកនេះនឹងគឺខាង CRL Y Center កន្លែងបងស្រីដាលីមានជ្រក់មានអីជ្រក់បាត់ដំបងបងប្អូនអើយឆ្ងាញ់ណាស់មកតែងគឺមិនខកអំណងទេបងខ្មែរជាច្រើនដែលនៅរដ្ឋ Washington State បងប្អូនគឺគាត់ស្រស់ដៃគ្នាមែនទែនគាត់យកផលិតផលខ្មែរយើងមកលក់សម្រាប់តម្លៃវិញផលិតផលរបស់ខ្មែរយើងគឺតម្លៃខុសគ្នាតិចតួចហើយនៅតាមផ្សារណាបងប្អូននៅតាមទីកន្លែងចិត្តឬឆ្ងាយមានតែបងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកនៅក្រៅប្រទេសចូលរួមគាំទ្រផលិតផលខ្មែររបស់ខ្មែរយើងដើម្បីជួយដល់បងប្អូននៅក្នុងស្រុកទាំងអស់គ្នា